គេថាយល់សពឃើញឈាមមានលាបតែមិនដឹងលាបអីលាបអាណិតដឹងការនៅជាន់ទី10សុកមេក៏ទេមកសួរថាអូវថាធ្វើការនៅនឹងខតអត់ក្តៅខ្ញុំថានៅនេះក្តៅបាច់ញើសជោគអីព្រោះវាស្ងប់ខ្យល់ពេកមិនភ្លៀងចឹងហើយហើយមេខ្ញុំក៏គាត់ថាអូអញ្ចឹងទៅជីហាជាន់ក្រោមដៃទៅសេរីភាគេមួយនៅនឹងតិចអត់ក្តៅគេនៅជាន់ក្រោមដៃខ្ញុំក៏គិតថាលាបមកដល់ហើយតានេះពេលមកដល់តិចរបស់គាត់មែនឡើងចាក់ស្រោបកុំមកមើលអាទ្វារទៅសេរីអូយព្រះឡាយឡើងចិត្តពីតាគុណរងគិតថាមានលាបមែនតាព្រោះមកជីហាគឺវាទៅចាក់ស្រួលហ្នឹងហើយវាអត់ក្តៅដូចខាងលើទោះបីជាអត់មានខ្យល់ក្តៅតែចុងក្រោយលាបអីគេបើលេខទ្វារប៉ុណ្ណាអីចឹងហើយនៅជីហាហ្នឹងបេតុងគឺតាន់ណាបងប្អូនផ្លែលមមកវិញបុកតាមស្រួលគឺបាក់មកផ្លែពេលឃើញអញ្ចឹងគិតថាអើយលាបមែនតែមិនលាបអីទេគឺលាបណិតមែនយើងពិបាកបន្តិចហើយពិបាកជាងជាន់ខាងលើវាស៊ីម៉ងវាផុយតែពេលជីហានៅជាន់ក្រោមដីហ្នឹងគឺវាតាន់ណាបងប្អូនស៊ីម៉ងគេចាក់លេខខ្ពស់ហើយបុកថែមទាំងទ្វារជញ្ជាំងហ្នឹងគឺវាក្រាស់ទៀតកម្រាស់ជាងពីទឹកជាងហើយអាលើហ្នឹងគឺវាឡើងមកទឹកពីហ៊ុនអញ្ចឹងបងប្អូនគិតមើលទៅវាគួរសមដែរហ្នឹងជីវិតអ្នកធ្វើការហាស្រីខ្ញុំវាតែប៉ុណ្្នឹងហើយបងប្អូនថ្ងៃខ្លះក៏ស្រួលតែថ្ងៃខ្លះទៀតត្រង់វេទនាតិចហើយមិនមែនមានតែមួយហ្នឹងទេណាបងប្អូនទ្វារហ្នឹងគឺមានរហូតដល់4អញ្ចឹងក៏បែងចែកគ្នាម្នាក់ពីរហ្មងទៅគេទៅធ្វើកន្លែងគេទៅខ្ញុំមកធ្វើកន្លែងខ្ញុំនេះតែសិតតែដូចគ្នានឹងប៉ុនគ្នាតែការងារព្រៀងទុកអញ្ចឹងរៀងហត់តិចហើយបងប្អូនដោយសារតែអ្នកដាក់ទ្វារហ្នឹងក៏គេបញ្ញាប់ដែរហើយក៏មុនដំបូងហ្នឹងក៏គេអត់ដឹងថាខុសដែរទៅតែគេយកទ្វារគេយកមកដាក់វាស់ទៅគឺវាដាក់អត់ចូលវាលើសធំពេកដូច្នេះហើយគេក៏ធ្វើកើតគេហៅពួកខ្ញុំមកស្រីណាមួយទូនីតិរបស់ខ្ញុំគឺអ្នកស្រីទ្វារអីហ្នឹងដូចគេហើយម្យ៉ាងវិញទៀតបើសិនជាគេហៅតាំងពេលព្រឹកមកក៏វាអត់បញ្ហាដែរតែដោយសារតែគេហៅមកមួយអញ្ចឹងយើងមកជូនសម្ភារៈមកវិញមកបានធ្វើវាចូលមក2ហើយអញ្ចឹងពេលខ្លះដល់ខំឲ្យគេហូតហើយដែរគេថាពេលព្រឹកគេមកដាក់អញ្ចឹងយើងថ្ងៃហ្នឹងទៅធ្វើឲ្យហើយដែរទៅពេលអញ្ចឹងខំធ្វើឲ្យហើយទៅអត់ហ៊ានឈប់ដល់ហ្នឹងថ្ងៃហ្នឹងនេះគេហៅថាទំនួលខុសត្រូវនៃការងារកុំឲ្យស្ទះការងារគេដោយសារតែយើងតាមពិតបើច្បាប់ក្រុមហ៊ុនមួយងាយអញ្ចឹងគេឲ្យយើងសម្រាប់កន្លះម៉ោងតែដោយសារតែខ្ញុំខ្លាចវាអត់ហើយទៅវាស្ទះការងារគេស្អែកនាំមកពេលព្រឹកយើងមកបាក់ធ្វើម្ដងទៀតក៏សម្រេចចិត្តថាអត់ឈប់ទេធ្វើឲ្យហើយទៅចាំឈប់ចៃដន្យនៃវាបើឈប់ហ្មងគឺអត់ហើយមែនហ្នឹងគឺធ្វើតាំងពីមកដល់ភ្លាមនឹងរៀបចំសម្ភារៈឲ្យអស់ម៉ោង2អញ្ចឹងយកធ្វើហើយគឺម៉ោង4ល្មមពីទ្វារដោយសារតែស៊ីម៉ងវាតាន់ហើយទ្វារវាក្រាស់ទៀតនោះអញ្ចឹងវាពិបាកតិចហើយបានតិចទៅបាក់តែមួយថ្ងៃហ្នឹងទេតែស្អែកហ្នឹងគឺស្រួលវិញហើយតែខ្ញុំរងថ្ងៃហ្នឹងគឺនៅស្រេតាមសេទេអីគេខាងលើនេះហើយការងារក៏វាមិនសូវប្រញាប់ដែរធ្វើតាមស្រួលត្រូវបញ្ហាហត់បន្តិចគឺអង្គុយសម្រាប់អញ្ចឹងទៅណាមួយទៀតគឺតាមសេទេហ្នឹងការងារគេមិនសូវបខំហត់ការងារគេមកស្រ័យទ្វារនេះគឺការងារគេប្រញាប់គេបន្ថយមកយើងធ្វើអញ្ចឹងក៏ហូតធ្វើឲ្យគេទៅហើយនិយាយទៅនិយាយមកឥឡូវនេះហើយបងប្អូនគឺស្រ័យទ្វារមានអីទេតែប៉ុណ្ណឹងការងារខ្ញុំទៅដដែលបងប្អូននៅធ្លាប់មើលវីដេអូខ្ញុំគឺដឹងហើយការពីស្រ័យទ្វារការពីស្រ័យក្នុងសេទេតាមជាងពេលលើភេគេហ្នឹងគឺការងារតែប៉ុណ្ណឹង